ហើយនៅក្នុងសម័យកាលនោះអត់មានពាក្យថាបោះឆ្នោតអត់មានពាក្យថាជ្រើសរើសស្អីទេអត់មានទេព្រោះជាសម័យសក្តិភូមិបែបរាជានិយមអំណាចគ្រប់គ្រងប្រទេសដឹកនាំប្រទេសចាត់ចែងកិច្ចការប្រទេសទាំងអស់គឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្ដេចថាឆ្វេងស្ដេចថាស្ដាមអត់មានពីណាហ៊ានបញ្ជាទេបើធ្វើឲ្យស្ដេចទៅចិត្តគឺក្បាលអាចជ្រុះភ្លាមមួយរំពេចរឿងប្រវត្តិសាស្ត្រគឺវាបែបហ្នឹងដោយសារតែអតីតកាលប្រទេសគឺជាកម្មសិទ្ធិរបស់ស្ដេចប៉ុន្តែមកដល់សម័យបច្ចុប្បន្នយើងទាំងអស់គ្នាគឺជាពលរដ្ឋជាម្ចាស់ប្រទេសទាំងអស់គ្នាមិនមែនស្ថិតនៅក្នុងកណ្ដាប់ដៃរបស់បុគ្គលណាមួយជាអ្នកសម្រេចទេអត់ទេគឺពលរដ្ឋទាំងអស់គ្នាជាម្ចាស់របស់ប្រទេសជាតិតលតែយើងទាំងអស់គ្នាជាម្ចាស់របស់ប្រទេសជាតិទើបយើងអាចរស់នៅបានសុខសេនសានសប្បាយសប្បាយរុងរឿងទាំងអស់គ្នាហើយមិនងាយចាញ់បោកបរទេសទេព្រោះយើងមានក្បាលច្រើនមានខួរច្រើនសម្រាប់គិតសម្រាប់ពិចារណាសម្រាប់ត្រេះរិះមិនឲ្យបរទេសគេមករំលោភបំពានឈ្លានពានយើងបានតាមទំនឹងចិត្តទេនេះគឺជាសម័យប្រជាធិបតេយ្យវាខុសគ្នាអំពីសម័យសក្តិភូមិដោយដែលខមមិនបានលើកឡើងអញ្ចឹងគឺវាមិនស័ក្តិសមសោះឲ្យស្ដេចអាយុ11ឆ្នាំឡើងសោយរាជ្យប៉ុន្តែវាគឺជាសម័យសក្តិភូមិអ្នកផ្សេងគ្មានសិទ្ធិទេមានន័យថាប្រទេសជាតិគឺជាកម្មសិទ្ធិរបស់គ្រួសារវាប្រៀបដូចជាក្រុមហ៊ុនគឺជាកម្មសិទ្ធិរបស់គ្រួសារហើយកាលពីសម័យនោះប្រទេសជាតិគឺជាកម្មសិទ្ធិរបស់ស្ដេចដូច្នេះយើងអត់មានឆ្ងល់ថាហេតុអីបានសម័យកាលនោះព្រះអង្គតែងតាំងកូនខ្លួនឯងឲ្យឡើងសោយរាជ្យនៅអាយុ11ឆ្នាំគឺដោយសារតែនគរទាំងមូលជាកម្មសិទ្ធិរបស់ស្ដេចដូច្នេះហើយស្ដេចអត់ឲ្យទៅអ្នកផ្សេងទេព្រោះថាបើឲ្យទៅអ្នកផ្សេងទៅខ្លាចគេយកទៅខ្លាចគេធ្វើបាបគាត់អីចឹងណា